សួស្តីបងប្អូនអរគ្នាយើងមកអនុវត្តនៅលំហាត់មេរៀនទី1ខ្នោះចឹងលំហាត់របស់យើងគឺលំហាត់ទី6គេប្រើរបါដែកមួយមានប្រវែង 1.2 ម៉ែត្រធ្វើជាខ្នោះដើម្បីគាស់បន្ទុកមួយមានម៉ាស់60គីឡូក្រាមចំណុចទម្រនៃខ្នោះគឺស្ថិតនៅចម្ងាយ30សង់ទីម៉ែត្រពីបន្ទុកគេឲ្យយើងគណនាផលមេកានិកនៃខ្នោះនិងកម្លាំងចលករគេឲ្យតម្លៃ Z ស្មើ10ម៉ែត្រក្នុង1វិនាទីការ៉េយើងមើលលើរូបទាំងអស់គ្នាគេមានរបាមួយរបាគឺមានអតម្រ O ហើយពី O មកបន្ទុក SR ហ្នឹងគឺ FR គេប្រាប់មក60គីឡូក្រាមចម្ងាយពីដុំថ្មហ្នឹងគឺចម្ងាយវាគឺតាំងដោយ DRហើយចម្ងាយពី O មក FE គេតាំងដោយ DE កម្លាំងសង្កត់ដើម្បីលើកដុំថ្មហ្នឹងSE ហ្នឹងតាំងឲ្យកម្លាំងសង្កត់ SR តាំងឲ្យបន្ទុកឥឡូវយើងមើលដំណោះស្រាយទី1យើងរកផលមេកានិកគេតាំងដោយ MA តាមរូបមន្ត MA ស្មើ FR លើ FE ស្មើនឹង DE លើ DR ឬ MA ស្មើនឹង S1 លើ S2 ស្មើនឹង D2 លើ D1 អញ្ចឹងយើងប្រើរូបមន្តមួយណាក៏បានដែរតែលំហាត់របស់យើងគេប្រាប់ប្រវែងសរុបគឺ 1.2 ម៉ែត្រហើយចម្ងាយពីបន្ទុកមកអតម្រហ្នឹងគឺ30សង់ទីម៉ែត្រអញ្ចឹងយើងយក MA ធ្វើផលធៀបជាមួយនឹង DE លើ DR ឬក៏ MA ស្មើ D2 លើ D1 យើងស្រង់សមត្ថកម្មមកដោយ D ប្រវែងសរុបនៃរបាគឺ 1.2 ម៉ែត្រDR ស្មើ30សង់ទីម៉ែត្រស្មើនឹង 0.3 ម៉ែត្រដោយ30ចែកនឹង100សង់ទីម៉ែត្រទៅម៉ែត្របន្ទាប់មកយើងរក DE ដោយ DE ហ្នឹងលំហាត់របស់យើងគេអត់ប្រាប់ទេអញ្ចឹងគេប្រាប់តែ D សរុបអញ្ចឹង D សរុបយើង D ស្មើ DE បូក DR យើងនាំឲ្យ DE ស្មើនឹង D ដក DR យើងបោះឆ្លងសញ្ញាស្មើយើងដូរសញ្ញាអញ្ចឹង DE របស់យើងគឺស្មើនឹង 1.2 ដក 0.3 ស្មើនឹង 0.9 ម៉ែត្រនាំឲ្យ MA ស្មើនឹង 0.9 ចែកនឹង 0.3 គឺស្មើនឹង3អញ្ចឹង MA របស់យើងស្មើ3ព្រោះអីយើងយក MA ស្មើ DE លើ DR ឬក៏យើងយក MA ស្មើ D2 លើ D1 ក៏បានដែរអញ្ចឹង D1 D2 គ្រាន់ជាការតាំងទេអញ្ចឹង MA របស់យើងស្មើ 0.9 ចែកនឹង 0.3 ស្មើ3អញ្ចឹងដូចនេះ MA ស្មើ3បន្តមកទៀតយើងរកកម្លាំងចលករគណនាកម្លាំងចលករអញ្ចឹងដើម្បីគណនាកម្លាំងចលករយើងតាមរូបមន្តដដែលគឺ MA ស្មើនឹង FR លើ FE នាំឲ្យ FE យើងទីរក FE ស្មើនឹង FR លើ MA តបមកយើងស្រង់សមត្ថកម្មមកដោយ FR ស្មើនឹង P ស្មើនឹង MC ដោយសារម៉ាស់គេប្រាប់មក60គីឡូវារងនៅសន្ទុះទំនាញផែនដីគឺយើងប្រើរូបមន្តច្បាប់ទី2 Newton គឺ P ស្មើ MC អញ្ចឹងP ស្មើ FR ស្មើនឹង60គីឡូគុណនឹង10ម៉ែត្រក្នុងវិនាទី Z គេមកប្រាប់មក10 M គេប្រាប់មក60គីឡូគុណមកយើងបាន600 Newton តបមក MA យើងគឺស្មើ3 MA ស្មើ3នាំឲ្យ FE ស្មើ600 Newton ចែកនឹង3ចែកនឹង3មកគឺស្មើនឹង200 Newton ដូចនេះ FE ស្មើនឹង200 Newton តបមកយើងមើលលំហាត់ទី7គេថាបន្ទាត់មួយមានប្រវែង50សង់ទីម៉ែត្រចល័តជុំវិញអដេកមួយកាត់តាមទីប្រជុំទម្ងន់របស់វាដែលស្ថិតនៅចំកណ្ដាលបន្ទាត់អញ្ចឹងបន្ទាត់ហ្នឹងគឺចងខ្សែនៅចំកណ្ដាលគេព្យួរទម្ងន់3 Newton នៅចុងម្ខាងនៃបន្ទាត់នោះតើគេព្យួរកូនទម្ងន់ប្រមាណ Newton នៅផ្នែកម្ខាងទៀតនៃត្រង់ចំណុចមួយស្ថិតនៅចម្ងាយ20សង់ទីម៉ែត្រពីនោះដើម្បីរក្សាបន្ទាត់ឲ្យមានលំនឹងជាយើងមើលដំណោះស្រាយគេព្យួរកូនទម្ងន់ប្រមាណ Newton នៅផ្នែកម្ខាងទៀតដើម្បីឲ្យបន្ទាត់ហ្នឹងមានលំនឹងអញ្ចឹងយើងត្រូវរកកូនទម្ងន់ប្រមាណ Newton ដាក់ឲ្យបន្ទាត់មានលំនឹងយើងត្រូវរក S2 ឬក៏រក FR អញ្ចឹងយើងមើលលើរូបមករូបរបស់យើងគឺមានបន្ទាត់ចងខ្សែចំពាក់កណ្ដាលមានតែពាក់កណ្ដាលគឺចំពាក់កណ្ដាលនៃទីប្រជុំទម្ងន់ណាទីប្រជុំទម្ងន់យើងគឺចំកណ្ដាលអ
ចឹងបន្ទាត់ហ្នឹងគឺមានប្រវែងពី A ទៅ B ប្រវែង D ហ្នឹងគេប្រាប់មកគឺ50 សង់ទីម៉ែត្រ50 សង់ទីម៉ែត្រហើយពីចំណុចកណ្ដាលគេហៅថាចំណុចកណ្ដាលហ្នឹងគឺចែកបន្ទាត់ហ្នឹងជា2ស្មើគ្នាគេចែក AB ចងខ្សែហ្នឹងបន្ទាត់ហ្នឹងពាក់កណ្ដាលស្មើគ្នាតែកូនទម្ងន់3ញូតុនគេចងនៅចំណុច A ខាងចុងបន្ទាត់ហើយពី A មកខ្សែចងពាក់កណ្ដាលហ្នឹងគេតាំងដោយ DL ហើយពីខ្សែមកកូនទម្ងន់ F2 ឬក៏ FR ហ្នឹងគេចងចម្ងាយត្រឹមតែ20 សង់ទីម៉ែត្រទេអត់ដល់ចុង B ទេណាយើងតាមរូបមន្ត MA ស្មើ FR លើ FE ស្មើ DE លើ DR ឬ M1 ស្មើ M2 FE គុណនឹង DE ស្មើ FR គុណ DR អញ្ចឹង MA ស្មើ FE យើងអាចគុណបញ្ច្រាស់ដូចគុណខ្វែងមកគឺ FR គុណនឹង DR យក DE គុណ FE យើងស្មើដូចគ្នាស្មើ FE គុណ DE ស្មើ FR គុណ DR អញ្ចឹងយើងទីរក FR ស្មើនឹង FE គុណ DE ចែក DR យើងបោះ DR ទៅអង្គទី1ទៅយើងបានចែកហើយយើងស្រង់សមត្ថកម្មមកដោយ FR ស្មើនឹង3ញូតុន D ស្មើនឹង50 សង់ទីម៉ែត្រស្មើ 0.5 ម៉ែត្រ DR ស្មើ20 សង់ទីម៉ែត្រស្មើនឹង 0.2 ម៉ែត្រនេះ D ប្រវែង D សរុបយើងគឺពី A មក B ហ្នឹងគឺ50 សង់ទីម៉ែត្រតែ DE នេះគេអត់ប្រាប់ចម្ងាយ DE គេអត់ប្រាប់ទេអញ្ចឹងយើងត្រូវយក D ចែកជា2ប្រវែង50 សង់ទីម៉ែត្រចែកជា2ដោយសារ AB ហ្នឹងគឺចងហ្នឹងគឺចំពាក់កណ្ដាលបន្ទាត់ពាក់កណ្ដាលស្មើគ្នាអញ្ចឹងយើងចែកវាជា2មកអញ្ចឹង DE ស្មើនឹង D ចែកជា2យើងបាន 0.5 ចែក2មកបាន 0.25 ម៉ែត្រណាព្រោះអីរបារបស់យើងពី A មក B ហ្នឹងប្រវែងវាគឺចងខ្សែពាក់កណ្ដាលមានថាពាក់កណ្ដាលស្មើគ្នាណាយើងយកប្រវែងសរុបចែកជា2មកយើងឃើញ DE ហើយនាំឲ្យ FR ស្មើនឹង3គុណនឹង 0.5 ចែកនឹង 0.2 ស្មើនឹង 3.75 ញូតុនអញ្ចឹងដូចនេះ FR ស្មើនឹង 3.75 ញូតុន